ថ្ងៃ3មីនាជាថ្ងៃកំណើតរបស់ Alexander Graham Bell ជាបិតាដែលបានបង្កើតទូរស័ព្ទដំបូងគេនៅក្នុងលោកប៉ុន្តែមានមនុស្សតិចណាស់ដែលបានដឹងអំពីជីវិតមិនល្អរបស់លោក Alexander Graham Bell ត្រូវបានពិភពលោកស្ងើចសរសើរចំពោះកំពូលអ្នកច្នៃប្រឌិតដែលបានបង្កើតទូរស័ព្ទដំបូងគេបង្អស់ប៉ុន្តែនៅពីក្រោយភាពប៉ិនប្រសប់នេះលោកជាមនុស្សដែលមានមនោគមវិជ្ជាគួរឲ្យព្រួយបារម្ភមួយទៅវិញ Bell ជឿថាមនុស្សថ្លង់មិនគួរអនុញ្ញាតឲ្យរៀបការជាមួយគ្នាឡើយលោកបារម្ភថាពួកគេនឹងបង្កើតនៅអ្វីដែលហៅថាជំងឺដំណពូជម្យ៉ាងទៀតលោកគឺជាអ្នកគ្រប់គ្រងចលនា Eugenics ដែលជាចលនាគ្រប់គ្រងការបន្តពូជរបស់មនុស្សចលនានេះមានគោលដៅអនុញ្ញាតឲ្យអ្នករៀនសូត្របានជ្រៅជ្រះអ្នកមានសុខភាពល្អអាចរៀបការនិងបន្តពូជបានហើយហាមឃាត់អ្នកដែលមានពិការភាពក្រីក្រមិនបានរៀនសូត្រជ្រៅជ្រះមិនឲ្យរៀបការឬបន្តពូជបានទេការទទួលយកនូវមនោគមវិជ្ជាដ៏ចម្រូងចម្រាសនេះប្រហែលជាលោកទទួលឥទ្ធិពលពីជីវិតរស់នៅជាមួយម្ដាយដែលជាមនុស្សថ្លង់ហើយប្រពន្ធរបស់លោកក៏ជាមនុស្សថ្លង់មិនត្រឹមតែប៉ុណ្ណោះលោកបានជំរុញឲ្យបញ្ឈប់ការប្រើប្រាស់ភាសាសញ្ញានៅក្នុងសាលារៀនដោយបង្ខំឲ្យកុមារថ្លង់ហាត់និយាយជំនួសវិញសម្រាប់សហគមន៍អ្នកថ្លង់នេះគឺជាការប៉ុនប៉ងលុបបំបាត់វប្បធម៌របស់ពួកគេទាំងស្រុងសរុបមក Alexander Graham Bell បានជួយឲ្យមនុស្សរាប់លាននាក់រស់នៅឆ្ងាយពីគ្នាអាចតាក់ទងគ្នាបានតាមរយៈទូរស័ព្ទដែលលោកបានបង្កើតឡើងផ្ទុយទៅវិញលោកក៏ជាអ្នកមានមនោគមវិជ្ជាចង្អៀតចង្អល់ដែលព្យាយាមហាមឃាត់មនុស្សថ្លង់មិនឲ្យរៀបការជាមួយគ្នាហាមឃាត់ការប្រើប្រាស់ភាសាសញ្ញានៅតាមសាលារៀនហើយប៉ុនប៉ងមិនឲ្យក្រុមមនុស្សអន់ថយរៀបការនិងបន្តពូជដូចគេដូចឯងបាន